អូខេនេះគឺជា topic ដែលគួរចាប់អារម្មណ៍មួយបើសិនជាទាំងអស់គ្នាជា fan របស់ robot AI គឺត្រូវហើយដែលថ្ងៃហ្នឹងគឺយើងមកនិយាយពីមនុស្សយន្តមួយប្រភេទដែលត្រូវបានគេហៅថា Neo ជាមនុស្សយន្តដែលដាក់ឲ្យប្រើប្រាស់នៅក្នុងផ្ទះហើយបើសិនជាមានមនុស្សយន្តប្រភេទនេះដាក់តាមផ្ទះនៅថ្ងៃអនាគតពិតមែនគឺវាផ្លាស់ប្ដូរពីរបៀបដែលយើងរស់នៅសពថ្ងៃថែមទាំងវាយល់ពីអត្ថន័យដែលយើងនិយាយទៀតមនុស្សយន្ត robot Neo នេះគឺត្រូវបានបង្កើតឡើងដោយ founder របស់ក្រុមហ៊ុន 1X គឺលោក Bern Bonnet គាត់គឺបានចំណាយពេល10ឆ្នាំជាងក្នុងការបង្កើតមនុស្សយន្ត Neo ហ្នឹងបងប្អូននឹងគិតថារបស់ទាំងអស់ហ្នឹងគឺវាអត់ make sense តែវាអត់សូវមានប្រយោជន៍ទេប៉ុន្តែនេះខ្ញុំនឹងលើកយកការបកស្រាយរបស់គាត់មួយក៏បាននិយាយថាយើងសាកសម័យមើលបើសិនជាយើងបកទៅក្រោយជាង200ឆ្នាំមុនយើងទៅសួរអ្នកដែលមនុស្សពីមុនឬក៏សួរអ្នកដែលឆ្លាតពីមុននៅលើផែនដីយើងដោយយើងសួរថាបើសិនបើយើងប្រើប្រាស់ភ្លើងដោយមានកងតាក់បិទបើកតើវាចាំបាច់អត់អ្នកទាំងអស់ហ្នឹងគឺប្រហែលជាអាចយើងឈួតឬក៏ពួកគេនឹងសើចយើងដោយគិតថារឿងហ្នឹងគឺវាអាចទៅរួចទេប៉ុន្តែយើងមើលសពថ្ងៃការប្រើប្រាស់ធម្មពលឬក៏ភ្លើងគឺមានគ្រប់ទីកន្លែងហើយសុទ្ធតែប្រើប្រាស់កងតាក់បិទបើកទាំងអស់ដើម្បីបំភ្លឺទីក្រុងនិងការប្រើប្រាស់ច្រើនទៀតដែលប៉ះពាល់ជាមួយជីវិតយើងប្រចាំថ្ងៃទៅវាពាក់ព័ន្ធអីជាមួយ robot ដែលយើងនិយាយហ្នឹងចំពោះគាត់អាចប្រាប់យើងថា robot ដែលគាត់បង្កើតឡើងហ្នឹងគឺបង្កើតមកនៅក្នុងគោលបំណងដើម្បីជំនួសកម្លាំងពលកម្មរបស់យើងតើបងប្អូនគិតមិនបានន័យថាពិភពលោកយើងគឺកំពុងតែឈានទៅមុខមួយជំហានទៀតហើយអាចនឹងដល់ដំណាក់កាលមួយដែលត្រូវប្រើប្រាស់ robot ដូចយើងប្រើប្រាស់កងតាក់នឹងអញ្ចឹងបើសិនជាយើងនិយាយទៅលើកន្លែងដែលផលិតគ្រឿង product ឬក៏កន្លែងការងារក្នុងផ្ទះដែលយើងត្រូវធ្វើយូរទៅគឺយើងនឹងចាប់ផ្ដើមធុញហើយយើងគិតថាវាជាភាពពិបាកមួយដែលយើងមិនចង់ធ្វើវាទេជាពិសេសរឿងណាដែលយើងធ្វើដដែលដូចយើងសាកគិតមើលបើសិនជាយើងមាន robot មួយដែលវាដាក់នៅក្នុងផ្ទះយើងវាអាចជួយលាងចានជួយបោកអាវយើងបើសិនជាយើងមានអ្នកអាយុចាស់នៅក្នុងផ្ទះពួកវាអាចជួយនិយាយតានៅក្នុងផ្ទះហ្នឹងធ្វើការងារតិចតួចឬក៏បំរើពួកគាត់ដោយសារតែគាត់អត់សូវមានកម្លាំងទៅធ្វើវាទេបើសិនជាគាត់និយាយឲ្យពួក robot នឹងធ្វើគឺវាអាចដោះស្រាយបញ្ហាបានច្រើនមែនទែនហើយយូរទៅការប្រើប្រាស់ robot នេះគឺវានឹងជាបែប general ពិភពលោកគឺនឹងលែងប្រើប្រាស់កម្លាំងពលកម្មដែលចេញមកពីមនុស្សយើងទៀតហើយពេលនោះមនុស្សយើងគឺអាចនឹងតល់ពេលច្រើនដើម្បីគិតពីជីវិតរបស់ខ្លួនឯងពីរឿងណាដែលចាំបាច់ដែលខ្លួនឯងត្រូវធ្វើហើយស្គាល់ពីអត្ថន័យរបស់ជីវិតខ្លួនឯងបានច្រើនជាងហ្នឹងគឺបានន័យថាយើងធ្វើរឿងណាដែលវាចាំបាច់ទេយើងអត់ធ្វើរឿងណាដែលវាដដែលជារាល់ថ្ងៃទេចំណុចនៃការបង្កើត robot នេះគឺវាមានតាំងពីយូរហើយប៉ុន្តែគ្រាន់ថាយើងអត់សូវចាប់អារម្មណ៍បើសិនបើយើងទៅមើលគំនូររបស់លោក Leonardo da Vinci ដែលបានគូរពីមុនគំនិតរបស់គាត់គឺតាំងពីឆ្នាំ1495ពេលហ្នឹងបើសិនជាយើងមើលទៅលើគំនិតបែបនោះយើងនឹងគិតថាលោក Leonardo da Vinci គឺគាត់ចេះតែសម័យទេប៉ុន្តែរយៈពេលមកដល់ឥឡូវយើងមើលការបង្កើត robot វាជារឿងមួយដែលមនុស្សយើងបានគិតនិងចង់យកវាមកដោះស្រាយនៅលើបញ្ហាដែលយើងជួបប៉ុន្តែរបស់គាត់គឺបាននិយាយថា robot ទាំងអស់នេះដំបូងឡើយបើសិនជាយើងយកពួកវាទៅវាអាចនឹងពិបាករស់នៅជាមួយយើងពិតមែនដោយសារតែការងារនៅក្នុងផ្ទះពេលខ្លះគឺវាជាការងារចម្រុះហើយខុសពីគ្នាប៉ុន្តែវាជួយឲ្យ robot ទាំងអស់ហ្នឹងគឺមានភាពរីកចម្រើនមានភាពវៃឆ្លាតជាងមុនបើសិនជាយើងណែនាំវាពីមួយថ្ងៃទៅមួយថ្ងៃរហូតការងារខ្លះគឺវានឹងចាប់ផ្ដើមធ្វើដោយវាយប្រវត្តិខ្លួនឯងយើងអាចចាប់ទុកវាថាជាអ្នកបម្រើក៏បានជាមិត្តភ័ក្តិរបស់យើងក៏បានជាសមាជិកគ្រួសារក៏បានដែរបើសិនជាយើងចាំឲ្យពួក robot ទាំងអស់ហ្នឹងវាដល់ target ឲ្យវាវៃឆ្លាតហ្មងគឺវាអត់ងាយទេយើងត្រូវតែបញ្ចូលពួកវាមករស់នៅក្នុងសង្គមរបស់យើងជាក់ស្ដែងសិនដូចឲ្យពួកវារៀនរស់អញ្ចឹងវាដូចនិយាយថាបើសិនជាឲ្យពួក robot ទាំងអស់ហ្នឹងយើងបញ្ចូលតែការគិតមួយចំនួនឧទាហរណ៍ពួកវាយល់បានតែទ្រឹស្ដីវាអាចអនុវត្តបានអញ្ចឹងក៏វាមិនអាចវៃឆ្លាតខ្លាំងដែរពេលខ្លះត្រូវបញ្ចេញពួកវាឲ្យមករៀនរស់ខ្លួនឯងទទួលបទពិសោធន៍ខ្លួនឯងដូចយើងរៀនឬក៏កូនក្មេងទៅកើតអញ្ចឹងមានព័ត៌មានដែលតាក់ទងទៅនឹងមនុស្សគឺបានtweetជាច្រើនដែលនិយាយពីមនុស្សយន្តទាំងអស់ហ្នឹងយើងគួរណាចាប់ផ្ដើមប្រើប្រាស់វាចេញមកពីរោងចក្រមុនដោយសារតែមនុស្សមួយចំនួនហ្នឹងគឺគេយល់ថាកិច្ចការងារដែលច្បងច្បល់ឬក៏ការងារច្រំដែលយើងបាននិយាយថាមនុស្សយន្តទាំងអស់ហ្នឹងគឺអាចនឹងជួយកម្លាំងពលកម្មរបស់យើងដោយសារតែពួកវាអាចនឹងមានជំនាញបកកែជាងមនុស្សយើងឬក៏ពួកវាធ្វើការលឿនពួកគេជឿថាមនុស្សយន្ត robot ទាំងអស់ហ្នឹងគឺវាអាចនឹងចាប់ផ្ដើមអភិវឌ្ឍភាពវៃឆ្លាតនៃការធ្វើការនៅក្នុងរោងចក្រហ្នឹងបន្ទាប់មកនៅពេលដែលពួកគេវៃឆ្លាតរួចចាំយើងបញ្ជូនពួកហ្នឹងឲ្យមកប្រើប្រាស់តាមផ្ទះតាមអីដែល co-founder គឺគាត់ចង់បានហ្នឹងប៉ុន្តែគំនិតដែលពេចទាំងអស់នេះនិយាយវាអត់ដំណើរការទេព្រោះអីគាត់ធ្លាប់សាកល្បងរួចហើយនៅក្នុងឆ្នាំ2000មានការធ្វើតេស្តទៅលើមនុស្សយន្តពីមុនដែលត្រូវបានគេហៅថា EVA ជាមនុស្សយន្តដែលមានកង់ជើងខាងក្រោម
ការងារដែលធ្វើច្បោកច្បល់ហើយការងារដែលធ្វើដដែលពួកគេគឺមើលទៅធ្វើលឿនមែនហើយប្រកែប៉ុន្តែចាប់ពី10ទៅ20ម៉ោងក្រោយការអនុវត្តការងារទាំងអស់នេះពួកគេគឺចាប់ផ្ដើមលែងមានប្រសិទ្ធភាពទៅវិញមូលហេតុអីដោយសារបើសិនជាយើងចង់ឲ្យពួក AI ទាំងអស់ហ្នឹងវាឆ្លាតជាងមុនវាគួរណាស់តែទទួលបានព័ត៌មានថ្មីហើយខុសពីការងារដែលក្នុងរោងចក្រដែលធ្វើដដែលរោងចក្រនិងផ្ទះគឺវាខុសគ្នារោងចក្រ design ឡើងសម្រាប់កាត់បន្ថយភាពចម្រុះហើយឲ្យការងារហ្នឹងគឺវាមានភាពខុសគ្នាតិចតួចខ្លាំងដើម្បីឲ្យអ្នកដែលធ្វើការនៅក្នុងរោងចក្រគឺងាយស្រួលធ្វើការងារហ្នឹងម្ដងហើយម្ដងទៀតហើយវាបានកាន់តែច្រើនវាកាន់តែលឿនជាងមុនប៉ុន្តែបើសិនជាយើងចង់អភិវឌ្ឍ AI robot យើងអត់គួរណារុញចូលក្នុងរោងចក្រទេការងារនៅផ្ទះគឺវាចម្រុះជាងមានការងារច្រើនណាស់ដែលនៅជុំវិញផ្ទះហ្នឹងដែលពួក robot AI គឺវានឹងអត់ដែលធ្លាប់ប៉ះហើយពីមួយថ្ងៃទៅមួយថ្ងៃ activity ដែលពួកវាធ្វើគឺថ្មីរហូតនឹងមានការ communicate ខ្លះមានមេងទូចដែលវាត្រូវមើលថែឬក៏ជួយនិយាយតាចាស់លេងជាមួយសត្វចិញ្ចឹមនៅផ្ទះហ្នឹងវាមានអីច្រើនទៀតដែលយើងនឹកស្មានអត់ដល់ដូច AI chatbot ពីមុនអញ្ចឹងមនុស្សយើងបើសិនជាយើងចង់ឲ្យពួកវាមានបញ្ញាទូលំទូលាយជាងមុនយើងមិនចាប់ផ្ដើមបដិបដាវាបដិបដាឲ្យវាយល់អីគ្រប់យ៉ាងពីពិភពអ៊ីនធឺណិតទាំងមូលនិងចំណេះដឹងចម្រុះរបស់មនុស្សយើងនៅពេលដែលវាឆ្លាតរួចដូចយើងឃើញអញ្ចឹងវាចេះទាំងវែកញែកសំណួរយើងវាចេះទាំងឆ្លើយសំណួរយើងបានល្អមែនទែនអញ្ចឹង robot AI គឺវាដូចគ្នាវាត្រូវការទាមទារបទពិសោធន៍ជាក់ស្ដែងអញ្ចឹងយើងសាកសម័យមើលតិចទៀតពិភពលោកយើងគឺដូច Cyberpunk អញ្ចឹងយើងនឹងមានពិភពលោកមួយដែលមាន robot AI គឺមកជំនួសកម្លាំងការងារពលកម្មរបស់យើងប៉ុន្តែវាអត់ដូចអីដែលយើងសម័យឃើញថាមានតែវាធ្វើការនៅផ្ទះយើងទេវាអាចនឹងធំជាងហ្នឹងនៅថ្ងៃអនាគតដោយវាអាចជួយទៅលើការងាររបស់យើងវាអាចជួយដោះស្រាយបញ្ហាយើងបើមិនជាយើងទៅនិយាយមួយវាហើយនៅពេលដែលវាចាប់ផ្ដើម familiar មួយយើងការនិយាយរបស់វាគឺដូចមនុស្សអញ្ចឹងបងប្អូនយល់យ៉ាងណាបើមិនជាមាន robot AI មួយដែលដាក់នៅផ្ទះយើងដូច Neo ហ្នឹងតើវានឹងម៉េចហើយតើបងប្អូនគិតមិនដែរពី robot AI នៅថ្ងៃអនាគតអាចទម្លាក់កំណត់ទាំងអស់គ្នាខាងក្រោមបានខ្ញុំចង់ដឹងពីយោបល់ទាំងអស់គ្នាដែរបើមិនជារឿងនេះកើតឡើងវាជាបដិវត្តមួយដែលមនុស្សយើងគឺចាប់ផ្ដើមបាត់បង់ការងារច្រើនអរគុណបងប្អូនចំពោះការចូលស្ដាប់យើងជួបគ្នាជាមួយខ្ញុំ SL នៅវីដេអូថ្មីមួយទៀត That's all I got. Peace and love. I'm up. Bye bye.